60%នៃក្មេងជំទង់គឺជួបបញ្ហាមុនហើយ80ទៅ90%នៃអ្នកកើតទាំងអស់នោះគឺគាត់មានបញ្ហារំខានក្រោយពីការកើតមុនមានដូចជាស្នាមខ្មៅស្នាមក្រហមហើយនិងស្នាមខូចអញ្ចឹងស្នាមខូចគឺជាបញ្ហាដ៏អាក្រក់បំផុតសម្រាប់អ្នកកើតមុនហើយវាក៏ជាប្រធានបទនៅក្នុងវីដេអូថ្ងៃនេះផងដែរអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងនិយាយថាតើហេតុអីបានជាអ្នកកើតមុនមានស្នាមខូចប្រភេទនៃស្នាមខូចប្រភេទនៃការព្យាបាលទៅតាមប្រភេទនៃស្នាមខូចហើយនិងផលរំខាននៃការព្យាបាលមួយចំនួនដែលបងប្អូនជ្រើសរើសយកទៅព្យាបាលស្នាមខូចអញ្ចឹងសួរថាហេតុអីបានជាអ្នកដែលកើតមុនពេលដែលគាត់ជាហើយសល់ស្នាមខូចអញ្ចឹងកំឡុងពេលដែលគាត់កើតមុនជាពិសេសមុនរលាកក្រហមហ្នឹងគឺវាប៉ះពាល់ទៅដល់ការដោះ collagen នៅកន្លែងដែលរលាកហ្នឹងតបពីគាត់ជាមុនហើយកន្លែងហ្នឹងគឺដោះ collagen អត់បានល្អទេវាក៏បន្សល់ទៅជាស្នាមខូចអញ្ចឹងស្នាមខូចយើងបែងចែកចេញជា3ប្រភេទបងប្អូនទី1គឺ ice pick scar ice pick មានន័យថាវារាងជាអក្សរ V បងប្អូនអញ្ចឹងបើយើងមើលទៅភ្នែកស្នាមខូចហ្នឹងមើលទៅទូចទេប៉ុន្តែជ្រៅស្នាមខូចទី2គេហៅ box scar គឺជាស្នាមខូចមួយដែលវាមានគែមច្បាស់លាស់បងប្អូនរាងដូចអណ្ដៅភ្នំភ្លើងអញ្ចឹងណាប៉ុន្តែវារាក់ជាង ice scar ហើយនឹងចុងក្រោយគឺ rolling មានន័យថាធ្លាក់ដូចពីលើភ្នំអញ្ចឹងណាបងប្អូនធ្លាក់ពីជ្រោះអញ្ចឹងបងប្អូនឃើញស្នាមខូចដែលធ្លាក់ពីលើចំមកក្រោមអញ្ចឹងហើយគែមវាអត់ច្បាស់ទេកាញ់អាហ្នឹងគេហៅថា rolling scar តើយើងគួរព្យាបាលស្នាមខូចយ៉ាងម៉េចទៅតាមប្រភេទនីមួយៗហ្នឹងអញ្ចឹងទី1តកតទៅនឹង ice pick scar ដោយសារតែវាមានរាងអក្សរ V ហើយវាមានជម្រៅជ្រៅបងប្អូនអញ្ចឹងវិធីដែលព្យាបាលវាល្អបំផុតគឺយើងបន្តក់ TCA cross វាគឺជាអាស៊ីតដែលមានកម្រិតខ្ពស់ហើយយើងបន្តក់ទៅលើកន្លែងដែលមានស្នាមខូចនឹងបងប្អូនអញ្ចឹងពេលដែលយើងបន្តក់ទៅជាអាស៊ីតវានឹងពាសពេញកំពុង ice pick scar ហ្នឹងបងប្អូនអញ្ចឹងវាធ្វើឲ្យអាកន្លែងខូចហ្នឹងវាទៅជារលាកវាទៅជាបង្ករបួសធ្វើឲ្យកន្លែងហ្នឹងបង្កើត collagen ឡើងវិញហើយវានឹងផ្ចិតដូចបិទកាវអញ្ចឹងបងប្អូនអាហ្នឹងគឺជាវិធីជាបាននៃ ice pick scar ចំណែកឯ box scar ហើយនិង rolling scar គឺយើងប្រើវិធីស្តៀងគ្នាទីមួយគឺយើងអាចប្រើជា beam យ៉ាង laser ឬក៏ CO2 laser នៅពេលដែលយើងបាញ់ laser នៅលើផ្ទៃស្បែករបស់យើងទៅអញ្ចឹងអាស្បែកដែលល្អវានឹងមានការថយកម្រិតក្រាស់របស់វាហើយអាស្នាមខូចហ្នឹងគឺវាមានការដោះឡើងទៅវិញអញ្ចឹងពេលដែលយើងបាញ់ទៅធ្វើឲ្យស្នាមខូចហ្នឹងវារៀងរាក់យើងមើលទៅអត់សូវឃើញស្នាមខូចហ្នឹងទេមួយទៀតតាក់ទងទៅនឹង rolling ហើយនិង box scar ហ្នឹងគឺយើងអាចប្រើជា micro needling ជាពិសេសគេហៅថា RF micro needling ជាងពាក្យពេញវាគឺ radio frequency micro needling វាគឺជាមជ្ឈុលមួយដែលយើងបាញ់ចូលទៅក្នុងសាច់ដែលកន្លែងដែលមានខូចហ្នឹងបន្ទាប់មកវាបញ្ចូល energy មានថាមពលចូលទៅកន្លែងដែលខូចហ្នឹងធ្វើឲ្យកន្លែងហ្នឹងវាមានការរបួសហើយដោះ collagen ឡើងមកវិញអញ្ចឹងការព្យាបាលដោយ laser ហើយនិង micro needling ខុសត្រង់ថា laser down time វាយូរអញ្ចឹងពេលដែលបងប្អូនបាញ់ហើយអញ្ចឹងមានការក្រហមកាហាយរបកស្បែកមួយខែអីបើ micro needling វិញពេលដែលយើងបាញ់គឺ down time វាលឿនតែ3-4ថ្ងៃហ្នឹងគឺបាត់ក្រហមអីហើយប៉ុន្តែ laser វាមានបានផលលឿនជាង micro needling អញ្ចឹងឧទាហរណ៍ថា laser យើងបាញ់5ដង micro needling យើងអាចនឹងធ្វើ10ដងអីអញ្ចឹងអានេះវាគឺជាវិធីសាស្ត្រនៅក្នុងការព្យាបាល rolling ហើយនិង box scar ដែលបងប្អូនអាចជ្រើសរើសបានចំពោះផលរំខានសម្រាប់ TCA cross ពេលដែលយើងបន្តក់អាស៊ីតទៅវាអាចនឹងមាន PAH បងប្អូន PAH មានន័យថាស្នាមខ្មៅក្រោយការរលាកដោយសារតែជាតិអាស៊ីតចូលទៅក្នុងស្បែកទៅវាធ្វើឲ្យរលាកនៅកន្លែងដែលមានស្នាមខូចនឹងអញ្ចឹងបងប្អូនប៉ុន្តែស្នាមខ្មៅហ្នឹងគឺយើងអាចព្យាបាលបានទេ3ទៅ6ខែវាអាចបាត់ទៅវិញហើយចំពោះ laser គឺវាមានឈឺវាមានខំកាហាយលំបកអញ្ចឹងការថែទាំគឺរៀងពិបាកបងប្អូនត្រូវចាយពេលយ៉ាងហោចក៏មួយខែដែរអញ្ចឹងដោយថាយើងថែទាំស្បែកបានមួយខែមើលទៅរៀងធូរបន្តិចយើងទៅបាញ់ទៀតព្រោះអីវាជាគោលការណ៍នៃការបាញ់ laser ហ្នឹងអញ្ចឹងអាច1ខែទៅ2ខែយ៉ាងទៅអញ្ចឹងបងប្អូនពិបាកទ្រាំពេលខ្លះ stress នឹងការព្យាបាលចំពោះ micro needling ក៏ដូចគ្នាដូចទៅនឹង laser ដែរប៉ុន្តែវាចាយពេលរយៈពេលខ្លីក្រហមក៏ខ្លីកាហាយក៏ខ្លីដែរអញ្ចឹងគ្រប់វិធីសាស្ត្រនៃការព្យាបាលស្នាមខូចទាំងអស់គឺយើងត្រូវប្រើវាជាកញ្ចប់ពី4ទៅ5ដងដោយសារតែពេលដែលយើងបាញ់ម្ដងពេលដែលយើងព្យាបាលម្ដងអញ្ចឹង collagen គឺវាដោះម្ដងហើយវាដោះអត់គ្រប់ទេបងប្អូនអញ្ចឹងយើងមិនអាចព្យាបាលតែម្ដងហើយឲ្យមុខរបស់យើងនឹងវាដោះស្អាតសាច់វាពេញមកភ្លាមគឺអត់ទេបងប្អូនអញ្ចឹងតើបងប្អូនអត់ធ្ងន់នៅក្នុងការព្យាបាលអញ្ចឹងបើសិនជាបងប្អូនមានបញ្ហាស្នាមខូចឬក៏ស្នាមខ្មៅស្នាមក្រហមអីចង់ព្យាបាលបងប្អូនអាចប្រឹក្សាជាមួយពួកខ្ញុំបានតាមរយៈការឆាតចូល page Anacosia Skin Care របស់យើងឬក៏ Telegram គឺ069 8ដង935អញ្ចឹងវីដេអូថ្ងៃនេះគឺយើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត